ថ្ងៃនេះនាងខ្ញុំមកបង្ហាញបងប្អូនពីរបៀបធ្វើសណ្តែកដីលីងក្លុកគ្រឿងឲ្យមានរសជាតិឈ្ងុយឆ្ងាញ់អញ្ចឹងណាបងប្អូនហើយសម្រាប់គ្រឿងផ្សំរបស់យើងមានងាយៗមែនតើមានប័រស្លឹកក្រូចសើចក៏ដូចជាខ្ទឹមមើមខ្ទឹមដែលយើងចាត់ជាចំណិតមកហើយបន្តមកទៀតសណ្តែកដីធម្មតាយើងយកអាឆៅបងប្អូនកុំយកអាឆ្អិនហើយយើងដាក់ខ្ទះឲ្យក្តៅមកហើយយើងកុំចាក់ជាមួយនឹងប្រេងឆាចូលឲ្យវាលិចសណ្តែកដីអញ្ចឹងណាបងប្អូនហើយយើងទុកប្រេងឆាហ្នឹងឲ្យវាក្តៅបន្តមកទៀតបានយើងដាក់ប័រចូលដើម្បីបង្កើនរសជាតិឲ្យមានឈ្ងុយអញ្ចឹងណាបងប្អូនបើយើងអត់ដាក់ប័រវាអត់សូវឈ្ងុយទេអញ្ចឹងយើងក្លុកប័រហ្នឹងឲ្យវារលាយសិនពេលប័រនោះរលាយសពមុំហើយចាំយើងចាក់ជាមួយនឹងខ្ទឹមក៏ដូចជាស្លឹកក្រូចសើចយើងបំពងវាឲ្យរៀងស្រួយអញ្ចឹងណាបន្ទាប់ពីយើងកូរវាឲ្យរៀងសាច់អញ្ចឹងហើយបន្តមកទៀតមកយើងចាក់ជាមួយនឹងសណ្តែកដីឆៅរបស់យើងចូលពេលដែលខ្លាញ់ក្តៅហើយយើងចាក់ទៅវាបំពងតែមួយផ្លែតវានឹងឆាប់ឆ្អិនអញ្ចឹងណាស្របជាមួយនឹងស្លឹកក្រូចសើចក៏ដូចជាមើមខ្ទឹមរបស់យើងហើយយើងធ្វើការកូរវាដាក់ភ្លើងកុំខ្លាំងពេកដាក់ភ្លើងខ្លាំងពេកវាអាចបណ្ដាលឲ្យសណ្តែកដីរបស់យើងនោះឈ្ងៀមឬក៏វាខ្លោចអញ្ចឹងណាបងប្អូនហើយយើងព្យាយាមកូររហូតបើយើងអត់កូរទេសណ្តែកដីរបស់យើងក៏អាចបែកគ្រាប់របស់វាដែរអញ្ចឹងវាអត់ល្អមើលអញ្ចឹងណាបងប្អូនអញ្ចឹងយើងធ្វើការកូរចុះកូរឡើងមកស្ទុះធំសម្រាប់សណ្តែកដីក្លុកគ្រឿងនាងខ្ញុំមកដាច់ទេនៅផ្ទះនាងខ្ញុំតែងតែធ្វើទុក1គីឡូអញ្ចឹងណាដោយសារតែយើងអាចញ៉ាំលេងពេលដែលយើងមើលទូឬក៏ធ្វើជាគ្រឿងក្លែមអីអញ្ចឹងណាឬក៏ពេលមានមិត្តភ័ក្តិបងប្អូនមកលេងផ្ទះអីចឹងយើងឲ្យគាត់អង្គុយញ៉ាំលេងជជែកគ្នាអញ្ចឹងណាអញ្ចឹងវាញ៉ាំទៅវាឆ្ងាញ់មួយយ៉ាងដែរអញ្ចឹងណាបងប្អូនហើយវារបៀបធ្វើក៏វាអត់ស្មុគស្មាញវាងាយស្រួលហើយយើងទទួលបានរសជាតិឆ្ងាញ់ទៀតអញ្ចឹងខ្ញុំបំពងម្ដង1គីឡូ2គីឡូទុកនៅក្នុងគីឡូអញ្ចឹងណាហើយឥឡូវនេះសណ្តែកដីរបស់យើងក៏បានឆ្អិនហើយយើងដួសមកឲ្យដាក់វាឲ្យស្រស់ទឹកស្រស់ខ្លាញ់អញ្ចឹងណាបងប្អូនហើយយើងយកមកក្លុកគ្រឿងគឺជាការស្រេច